round 2 ទស្សនាទឹកទី2ជាបន្តបាទគោះជើងក្រោមធាក់ស្ដាំពីរីវូធាក់ស្ដាំមួយទៀតចន្ទ្រាដើរចូលបុកកែកវិញអើយបាទអរគុណច្រើនគណៈធិបតីជាទីគោរពពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនក្រុងដុងកែវខេត្តតាកែវជាទីរាប់អានសូមស្វាគមន៍ជាបន្តមកកាន់ការប្រកួតគូឯកនៅលើសង្វៀនគ្រុឌគុនខ្មៅបើយ៉ាងណាយើងក៏ឈានដល់ការប្រកួតគូជើងក្រោយដែលជាគូឯកគូមិត្តភាពអន្តរជាតិកម្ពុជាថៃនៅក្នុងប្រភេទទម្ងន់75គីឡូក្រាមហើយក៏អរគុណទៅដល់ស្នាមញ៉ាំបងប្អូនយើងដែលផ្ដល់កិត្តិយសទស្សនាតាំងតែពីរាត្រីថ្ងៃទី1រហូតដល់ថ្ងៃនេះដែលជារាត្រីថ្ងៃទី2ក៏ដូចជាអរគុណដល់វត្តមានបងប្អូនដែលទស្សនាតាមរយៈការផ្សាយផ្ទាល់នៅគេឋានដូចគ្នាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាក៏ដូចជានៅលើ page ផ្លូវការ TVK Sport មុននឹងឈានដល់ការប្រកួតខ្ញុំមកទាំងពីរនាក់ក៏សូមធ្វើការថ្លែងអរគុណទៅដល់ម្ចាស់ឧបត្ថម្ភការផ្សាយក៏សូមអរគុណដល់ក្រុមហ៊ុនវឌ្ឍនប្រវត្តិបានដាក់ឲ្យដំណើរការផលិតផលចំនួន17រួចមកហើយដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជនគ្រប់ទិសទីព្រមទាំងឈ្នះបានមេដាយមាសជាបន្តបន្ទាប់សរុបចំនួន33មេដាយពីស្ថាប័នអន្តរជាតិដូចជា Mong Selection និង World Beer Awardក្រុមហ៊ុនវឌ្ឍនប្រវត្តិទទួលបានមេដាយមាសភ្លាមៗបន្ទាប់ពីចាប់ផ្ដើមប្រតិបត្តិការដោយឈ្នះមេដាយមាស3ឆ្នាំជាប់គ្នាព្រមទាំងពានរង្វាន់គុណភាពខ្ពស់រំដាប់ថ្នាក់អន្តរជាតិ International High Quality Trophy 2024ហើយជាប់ក្នុងបេក្ខភាព Try Out the Jury 2024ជាភេសជ្ជៈឡបរ៉េកេក្នុងចំណោមភេសជ្ជៈកម្ពុជាទាំង5ទូទាំងពិភពលោកបាទជាបន្តខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ភេសជ្ជៈបើកម្លាំងគ្រុឌអាយបាទគ្រុឌអាយមានរសជាតិឈ្ងុយឆ្ងាញ់ផលិតឡើងយ៉ាងសម្រិតសម្រាំងពីគ្រឿងផ្សំនិងវត្ថុធាតុដើមល្អៗដូចជាយិនសិនចម្រាញ់ទឹកឃ្មុំតូរីននិងវីតាមីន B ភេសជ្ជៈបើកម្លាំងគ្រុឌអាយជាជម្រើសបន្ថែមសម្រាប់អតិថិជនដែលនិយមរសជាតិត្រជាក់ប្រហើរមានពណ៌ផ្ទៃមេឃលាយបៃតងខ្ចីដែលបានមកបញ្ជាម៉ង់តុលបន្ថែមជាមួយនឹងសារធាតុហ្គាសតិចៗពីទឹកកាបូណាតរឹតតែធ្វើឲ្យភេសជ្ជៈបើកម្លាំងគ្រុឌអាយផ្ដល់នូវភាពស្រស់ស្រាយនិងរសជាតិឆ្ងាញ់ប្លែកខុសពីភេសជ្ជៈបើកម្លាំងដទៃភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម្មពលជាមួយគ្រុឌពេលវេលាជាបន្តខ្ញុំបាទតាពីអ្នកក៏សូមប្រកល់ទូននីតិដល់គណៈកម្មការរៀបចំនៅការប្រកួតចា៎នេះខ្ញុំសូមអរគុណច្រើនលោកលោកស្រីប្រិយមិត្តទស្សនិកជននិងទូរទស្សនិកជនទាំងអស់ជាទីគោរពជាបន្តទៅទៀតនេះនាងខ្ញុំសូមអញ្ជើញលោកអាជ្ញាកណ្ដាលនិងចក្រមដែលត្រូវដឹកនាំការប្រកួតគូអន្តរជាតិទី7អាជ្ញាកណ្ដាលលោកប៉ែនវុធាចក្រមទី1លោកផាត់សូដាចក្រមទី2លោកលក្ខពុទ្ធសិទ្ធិចក្រមទី3កញ្ញាអិនវិចិត្រចក្រមទី4លោកអូតភូថងនិងចក្រមទី5លោកទុយសុជាតិសូមអញ្ជើញទៅកាន់ទីកន្លែងអរគុណច្រើនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីការប្រកួតគូឯកពេលវេលាដែលប្រិយមិត្តទន្ទឹងរង់ចាំមែនអ៊ីវិនក៏បានឈានចូលមកដល់ក៏សូមស្វាគមន៍ដំណើរឡើងមកកាន់សង្វៀនប្រកួតរបស់កីឡាករបង្គោលខៀវអរគុណច្រើនទស្សនិកជនជាទីមេត្រីនេះជាដំណើរមកកាន់សង្វៀនយ៉ាងអង្អាចពីវត្តមានកីឡាករបង្គោលខៀវជាបន្តក៏សូមស្វាគមន៍វត្តមានកីឡាករបង្គោលក្រហមធ្វើដំណើរមកកាន់សង្វៀននៃការប្រកួត
ម៉ែបងប្អូនទស្សនិកជនជាទីមេត្រីយើងឃើញថាវត្តមានគូឯកបាទក៏បានជាមកដល់សវៀនរួចរាល់ទាំងកីឡាករបង្គោលខៀវក្នុងនាមជាភ្ញៀវក៏ដូចជាកីឡាករបង្គោលក្រហមក្នុងនាមជាម្ចាស់ផ្ទះហើយយើងឃើញថាវត្តមានមួយរយៈចុងក្រោយនេះបាទគឺចន្ទ្រាគឺគាត់បានតាំងចិត្តខ្ពស់នៅក្នុងការប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញពីលទ្ធភាពនៃការប្រកួតជូនដល់បងប្អូនអ្នកគាំទ្រទូទាំងប្រទេសតែម្ដងជាបន្តខ្ញុំបាទតាពីអ្នកក៏មានកិត្តិយសប្រកាសជូននៅសមាជិកកីឡាករទាំងពីរដូចតទៅវត្តមានកីឡាករបង្គោលក្រហមធ្ងន់75គីឡូក្រាមបច្ចុប្បន្នមានវ័យ34ឆ្នាំកម្ពស់1.75 សង់ទីម៉ែត្របទពិសោធន៍ប្រកួតគុណឆ្មាយចំនួន150ដងឈ្នះ120ដងចាញ់25ដងនិងស្មើ5ដងរូគេក៏ធ្លាប់ផ្ដួលគូប្រកួតឲ្យស្របចំនួន51ដងប្រកួតចុងក្រោយផ្ដួលកីឡាកររងត្រឹមទឹកទី1គេមានស្រុកកណ្ដាលភូមិត្រពាំងពោឃុំភ្នំតូចស្រុកសាមគ្គីមិត្តជ័យខេត្តកំពង់ស្ពឺជាកីឡាករដែលវឹកហាត់នៅក្លឹបបញ្ជាការដ្ឋានតបពិសេសសមាគមកីឡាកងយុទ្ធពលខេមរៈភូមិន្ទបងវឹកដល់លោកគ្រូហងមកខេមទស្សនិកជនពុកម៉ែបងប្អូនអ្នកក្រុងដងកៅក៏សូមសូមលេងស្វាគមន៍ដល់កំពូលអ្នកប្រយុទ្ធគុណខ្មែរឡាចន្ទ្រា ចំណែកឯវត្តមានកីឡាករដែលឈរនៅបង្គោលខៀវគេមានទម្ងន់75គីឡូក្រាមដូចគ្នាបច្ចុប្បន្នវ័យ25ឆ្នាំកម្ពស់1.73 ម៉ែត្រឆ្លងកាត់ការប្រកួតបានចំនួន80ដងក្នុងនោះគេឈ្នះបាន60ដងចាញ់15ដងស្មើ5ដងនិងធ្លាប់ដូរគូប្រកួតឲ្យសន្លប់បានចំនួន5ដងប្រកួតចុងក្រោយគេយកឈ្នះបន្ទុកកីឡាករថៃដូចគ្នាជាកីឡាករដែលធ្វើដំណើរមកពីព្រះរាជាណាចក្រថៃបង្គោលខៀវនឹងធ្វើការថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមកពីក្លឹបប្រដាល់សែនពុកបងវឹកដល់គ្រូសាមា Excellency ladies and gentlemen please welcome the blue corner representing Thailand ដំរីសឹកឆ្លងដែន Rivo So Somoy ចំណែកលោកកញ្ញាគណៈបញ្ជាការប្រកួតគូឯកតម្រូវទៅលើលោកគ្រូប៉ែនវុធា បាទអរគុណណាស់ស្វាគមន៍មកកាន់ការប្រកួតគូឯកគូចុងក្រោយនៅរាត្រីនេះបាទឡៅចន្ទ្រាស្វាគមន៍កីឡាករ Rivo សសុម៉ៃ Rivo សសុម៉ៃនេះមកលេងសង្វៀនគ្រុឌលើកមុនគេប៉ះជាមួយនឹងអង្គវរៈបាទឥឡូវនេះប៉ះជាមួយនឹងចន្ទ្រាបាទមកជួបជាមួយនឹងអង្គវរៈលើកនោះបាទគឺអង្គវរៈឈ្នះឥឡូវនេះមកជួបជាមួយនឹងនាយសង្ហាគុណខ្មែរវិញម្ដងហើយនាយសង្ហាគុណខ្មែរបងប្អូនប្រកាសជាបានជ្រាបហើយតាមរយៈបាទការបង្ហោះផ្សាយចេញជាច្រើននៅលើបណ្ដាញសង្គម Facebook បាទដែលជជែកវែកញែកនិយាយអំពីចន្ទ្រាថាចន្ទ្រាគឺបានតាំងចិត្តថានឹងសម្រកគីឡូឬក៏ធ្វើគីឡូឲ្យនៅសល់ដូចជាឥឡូវនេះនៅសល់76បាទអញ្ចឹងចន្ទ្រាក៏នៅតែតាំងចិត្តថាឲ្យស្រកជាងនេះបន្ថែមទៀតគាត់ចង់បាន75ព្រោះឥឡូវចន្ទ្រាជាចិត្តគាត់អាចធ្វើបានហើយព្រោះគីឡូ75នេះមែនតើទៅក្នុងស្រុកយើងដូចជាអត់មានច្រើនទេហើយបច្ចុប្បន្ននេះបើយើងទៅប៉ៃខាងអឺរ៉ុបក្នុងការប្រកួតគុណខ្មែរយើងគេត្រូវការគីឡូធំច្រើនណាស់បាទអញ្ចឹងសង្ឃឹមថាចន្ទ្រាត្រឡប់មករកគីឡូនេះហើយនឹងចេញប្រកួតឬក៏ថាចេញទៅផ្សព្វផ្សាយគុណខ្មែរនៅក្រៅប្រទេសណាបាទព្រោះឥឡូវយើងកំពុងតែត្រូវការគីឡូធំច្រើនអ្វីដែលជាផលលំបាកសម្រាប់អ្នកនាំកីឡាករចេញទៅប្រកួតគឺពិបាកបំផុតនៅពេលដែលប៉ៃអឺរ៉ុបគេត្រូវការគីឡូ7ឡើងលើ72 74 75អីនេះពិបាករកមែនទែនបាទអញ្ចឹងយើងសង្ឃឹមដល់ឡាយចន្ទ្រាត្រឡប់មកវិញហើយនឹងធ្វើឲ្យមហាជនយើងចាប់ដើមស្ងប់ស្ងាយជាងគាត់ណាដោយសារតែគេចង់ណាគេទន្ទឹងរង់ចាំគេទន្ទឹងចង់ឃើញឡាយចន្ទ្រាចេញទៅប្រកួតនៅក្រៅស្រុកបាទអញ្ចឹងយើងចាំមើលជាមួយនឹងការតាំងចិត្តបាទដកកាត់សមត្ថភាពប្រឹងប្រែងរបស់ចន្ទ្រាហើយបងប្អូនអ្នកគាំទ្រគុណខ្មែរច្រើនណាស់ហើយដែលស្គាល់ពីសមត្ថភាពរបស់ឡៅចន្ទ្រារយៈពេលកន្លងមកយូរឆ្នាំមកនោះបាទគឺចន្ទ្រានេះគឺល្អមែនទែនបាទចាឥឡូវនេះកីឡាករទាំងពីរកំពុងតែស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអាជ្ញាកណ្ដាលលោកប៉ែនវុធា
អរគុណកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកប៉ែនវុធារួចរាល់ហើយនៅលើអេក្រង់ក៏បង្ហាញជូនប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរជាថ្មីម្ដងទៀតបាទទឹកទី1ក៏បានបង្ហាញជូនជាថ្មីដោយសការីរបស់យើងបាទប្រោជូនជាមួយនឹងស្នាមញញឹមជូនទៅកាន់បងប្អូនទស្សនាក៏ដូចជាអរគុណទៅដល់ភេសជ្ជៈបើកម្លាំងគ្រុតកូឡាននិងគ្រុតអាយបាទគឺឧបត្ថម្ភជួយទៅដល់កីឡាករទាំងពីរម្នាក់មួយកែបាទគ្រុតអាយនិងគ្រុតកូឡានេះគឺរសជាតិឆ្ងាញ់មួយបែបហើយខ្ញុំចូលចិត្តគ្រុតអាយបាទតែជាក់ប្រហើរហើយពេលខ្ញុំស្អកកខ្ញុំចូលចិត្តបាទជាមួយនឹងគ្រុតអាយបាទដល់ខ្ញុំចូលចិត្តភេសជ្ជៈវាទាវកីឡាលឿងភាសាជូរអែមឆ្ងាញ់អញ្ចឹងណាបាទអរគុណអ្នកទាំងពីរកំពុងតែធ្វើការគុណគ្រូរួចហើយកំពុងតែធ្វើការបាទសម្រួលអរិយាប័ត្រនិងប្រកួតគ្នានៅពេលតិចទៀតកំពុះកពើវិញយើងឃើញហើយចន្ទ្រានឹងខ្ពស់ជាងបាទរីវ៉ូក៏រៀងល្អិតជាងតិចបាទហើយបើក្រាស់ជាងរីវ៉ូនេះរៀងក្រាស់សំណាល្អិតអញ្ចឹងបាទចក្រមត្រៀមប្រងព្រៀបប្រគល់គ្រុតគុនខ្មែរគូមិត្តភាពអន្តរជាតិទី7រវាងកម្ពុជាថៃទឹកទី1 round 1ទឹកទី1ចូលមកដល់សម្រាប់ការប្រកួតបាទរបស់អ្នកទាំងពីររីវ៉ូសស៊ូម៉ៃប៉ាជាមួយនឹងបងធំតកូឡៅចន្ទ្រាបាទទាត់យ៉ាទាត់លើមួយពីរីវ៉ូហើយតែធាក់ចែកមួយពីរីវ៉ូបាទចន្ទ្រាជំនាញគេគឺថារឹតជាមួយតែរឹតបានអត់បាទយកអាស្ដាំចន្ទ្រាដាក់ចូលច្រកចូលពួតទឹកធាក់កាត់ពីរីវ៉ូមួយសិនបាទមិនតាន់ទេរៀនកជ្រុលនៃការប្រកួតនេះគឺការប្រកួត5ទឹកយកឲ្យទាត់បានមកជើងលាន់សោផ្លាច់ធាក់ចេញមួយស្របពេលចន្ទ្រាដាក់ចូលធាក់ចូលគល់ផ្លូវមួយទៀតលុបចូលលើញ៉ែញុលស្ដាប់ធាក់ចុងជើងស្ដាប់មួយធាក់ចុងជើងស្ដាប់ពីរីវ៉ូធាក់ចុងជើងស្ដាប់មួយទៀតហើយភ្ញុកម្ដាយស្ដាប់របស់ចន្ទ្រាគេរៀងវែងជាងបាទចន្ទ្រាជំនាញណារឹតកុំកែកជាមួយតែក្បាច់តែប្រជាពលរដ្ឋអ្នកគ្រប់គ្រងគុណក្បែរចង់ឃើញចាញ់ឬក៏មិនចាញ់ចាំអត់មើលសិនគេក៏ហាត់យើងក៏ហាត់កន្លែងណាក៏សាច់ដែរបាទឲ្យតែវាយត្រូវដល់ឲ្យឈឺគាត់តែធ្ងន់នឹងស្រាលបាទគាត់ធ្ងន់នឹងស្រាលដល់ចូលជាបន្តទៀតពីឡៅចន្ទ្រាមិនសុនហ៊ានកជ្រុលទេបើភាសាយើងសាមញ្ញគេហៅលោបមួយសិនអញ្ញាកថាឲ្យបុកហើយណាវត្តស្នែងក្របីអាស្ដាំពីរីវ៉ូសស៊ូម៉ៃហើយធាក់ទល់មួយពីរីវ៉ូតតជើងក្រោមវិញចន្ទ្រាគេចផុតទេគៀងរកកន្លែងទីទួលសុវត្ថិភាពបាត់ចូលពោះទឹកមួយអូធ្ងន់ណាបាទការលូកចូលបាត់កែងកាត់ខ្លីអូយស្រាវក៏រកអាស្ដាំធាក់ចេញស្ដាប់មួយទៀតពីរីវ៉ូចន្ទ្រាដើរចូលជាបន្តមួយថ្នមបាទតែមិនអែលទេគាត់មួយលើបថ្នមនៅវត្តស្នែងក្របីអាស្ដាំមួយទៀតបាទទូភីសម្រួលស្នែងហើយក៏ភ្ញុកចូលពោះទឹកមួយចន្ទ្រាដើរចូលជាបន្តរីវ៉ូក៏ថយតិចម្ដងតាមវិជ្ជានៅក្រមដែលខ្លួនបានរៀនពីព្រះរាជាណាចក្រថៃបាទឥឡូវក៏យកមកប្រើនៅលើសង្វៀនគុណខ្មែរដើរចូលជាបន្តញូចមួយទាត់កាត់គឺអបបោះជង្គង់កាត់ពីឡៅចន្ទ្រារីវ៉ូជូនចំអមួយសិនតែយ៉ាដូចទៅនឹងបាទ5ទឹកអញ្ចឹងគីឡូធំចេះមួយអូយណាបហាញអាការៈទាត់កាត់ជើងក្រោមមួយគេហៅថាកាប់គូរជួយម៉ែតែក្បាច់ពីដូនតារបស់យើងដែលយើងសង្កេតឃើញតាមត្រៃជន់និងត្រៃយ៉ាឥឡូវដើរចូលជាបន្តទៀតពីឡៅចន្ទ្រាទាត់ធ្ងន់ណាទាត់កងគាត់ប្រើក្បាច់ពិសេសគាត់ជ្រើវត្តស្នែងក្របីអាស្ដាប់មួយធាក់ចេញមួយពីរីវ៉ូសស៊ូម៉ៃចន្ទ្រាដើរចូលជាបន្តលោបមួយជាមើលបានមួយទឹកឬក៏2ទឹកឬក៏3ទឹកឬក៏4ទឹកឬក៏5ទឹកទាត់លើមួយពីរីវ៉ូដែលលោកចូលមកដៃជួយចន្ទ្រាតែធាក់ចេញមួយទាត់ជើងក្រោមមួយលើកជើងបាំងបានស្អាតមែនទែនចន្ទ្រាថៃកន្លែងមានអត់ចំអេឡង់ខ្ញុំឡោទេបាទចឹងរកមកប្លង់ទៅសិនញ៉ុកឲ្យដែរទាត់ជើងក្រោមមួយលន់សុកផ្លាច់អូបាទអង្គើដល់សួតមិញនេះដល់ចូលជាបន្តពីឡៅចន្ទ្រាលើកជើងញាក់បន្តិចញក់មកដៃស្ដាំអាមេមកក៏វាយកាត់ទាត់ពេលវេលាពីរីវ៉ូសស៊ូម៉ៃ10វិនាទីចុងក្រោយនេះរត់ថយក្រោយទាំងអស់គ្នាទឹកទី1នឹងបញ្ចប់ទឹកទៀតនឹងឯងឆក់ចូលពួរទឹកមកដៃស្ដាំចន្ទ្រាដល់ចូលមួយលោបថ្នមបាទថ្នមញាក់មួយសិនចាប់ទឹកទី1ល្មមទឹកទី1បាទអរគុណស្វាគមន៍មកកាន់ការប្រកួតទឹកទី2យើងមកទស្សនាទឹកទី1បន្តិចសិនរូបភាពការប្រកួតមុននេះបាទមួយដៃស្ដាំដូចគ្នាហើយក៏ខ្ទាតថយក្រោយរៀងខ្លួនដូចគ្នាចន្ទ្រាដើរចូលមួយដៃស្ដាំរបស់រីវ៉ូមួយដៃស្ដាំរបស់រីវ៉ូអត់អីចន្ទ្រាអត់អីក៏បន្តឈានចូលមកដល់ទឹកទី2ជាបន្តអ្នក
ទឹកចេញក្រៅក្រុតគុនខ្មែរគូមិត្តភាពអន្តរជាតិទី7រវាងកម្ពុជាថៃទឹកទី2 round 2 ទស្សនាទឹកទី2ជាបន្តបាទគោះជើងក្រោមធាក់ស្ដាំពីរីវូធាក់ស្ដាំមួយទៀតចន្ទ្រាដើរចូលបុកកែកវិញអើយ 1 2 3 4 5 6 7 8 9 10 អូហូយបាទកែងរបស់ឡៅចន្ទ្រាបាទមុននេះខ្ញុំបានឮ